ความเป็นเรื่องได้เมียนยืนเอาบล็อกสตรีทตามตาnhằm cô nhằm cho này khuyên luôn nhằm anh vậy ដែលយើងត្រូវស្មិទ្ធផ្លូវស្មើជើងហើយចឹងសូមគោរពជម្រាបជូនថាបងប្អូនមួយចំនួនក៏ចឹងដែរគឺដែលមានតាមទៅនេះដើម្បីបងប្អូនយុទ្ធរដ្ឋលោកមកកំសាន្តផ្លូវស្មើជើងនេះគឺយើងធ្វើឲ្យបាត់បង់នៅសម្បត្តិផ្នែកប្រព័ន្ធភាពរបៀបរៀបរយដើម្បីរក្សាសណ្ដាប់ធ្នាប់អនាម័យបរិស្ថានជំរុញការដើម្បីពិនិត្យនិងជំរុញបន្ថែមចំពោះតូបមួយចំនួនពាក់ព័ន្ធនឹងការរលូនឃើញទូបងប្អូនចូលបានច្រើនហើយប្រព័ន្ធភាពដែលសំឆ្លាញ់ពីវិញលោកបានដាក់ឲ្យស្អាតណាស់ហើយដល់យើងមិនតែតំទៀតហើយយើងមិនតែឆាប់នឹងទៀតដាក់វាហូរទៅខាងក្រៅទៀតលក់ប៉ុណ្ណឹងទៅកុំឲ្យបន្ថែមធំយកតកឈូសមួយមានម៉ានមានអាម៉ានខ្លះ5000ដាក់ក្នុងមកក៏យកមួយចង់ឈូសថ្មីថ្មីចង់ថតរដ្ឋបាលខណ្ឌដូនពេញសូមគ្រប់ជំរាបជូនសាជាថ្មីម្ដងទៀតចំពោះបងប្អូនដែលមានយានជំនិះបង្កពីបណ្ដាធម្មតាធ្វើឲ្យបាត់បង់នៅសម្បត្តិធ្នាប់ប្រព័ន្ធភាពបាទសូមម្ចាស់យានយន្តគ្រប់ប្រភេទបាទបានលឺហើយសូមរួបរមបាទយកទៅខាងក្រៅបងនៅមុខព្រះបរមរាជវាំងនេះចឹងដែរខ្ញុំបានជំរាបជូនតាមរយៈឃោសនាស័ព្ទនេះហើយគឺមើលក្រុមការងារយើងនៅខាងមុខបាទយើងជួបផងនៅផងបីទៅច្រើនណាស់ជប់ចោលពីមុខព្រះបរមរាជវាំងណាបាទផ្លូវផ្សេងៗយើងចឹងដែរបាទសូមឲ្យបានម្ចាស់ការបង
ឲ្យមានការចូលរួមក្នុងការរៀបចំរបស់អាជ្ញាធរផងបាទគឺយើងខ្ញុំធ្វើការផ្សព្វផ្សាយតាមរយៈឃោសនាស្រាប់នេះគឺបានលឿនណាស់បាទមីក្រូលឿនតាំងពីមុខព្រះបរមរាជវាំងរហូតដល់មុខផ្សាររាត្រីបាទចឹងហើយបានជាខ្ញុំតែជំរាបថាសូមឲ្យម្ចាស់យានយន្តគ្រប់ប្រភេទតែអពំទៅនឹងទូផ្លូវចិញ្ចើមផ្លូវព្រះស៊ីសវត្តចាប់ពីផ្លូវ94បានដល់ផ្លូវទន្លេសាបម៉ូតូហើយដល់ផ្លូវយកទៅទុកនៅក្នុងធុងសម្រាមដើម្បីងាយស្រួលក្រុមការងារហើយដែលយើងធ្វើឲ្យបាត់បង់ទាំងអស់ពាក់ព័ន្ធទៅនឹងការរៀបចំផ្លូវស្បែកជើងវត្តនេះមានការចូលរួមតាមការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញនិងរដ្ឋបាលខេត្តភ្នំពេញដែលបានធ្វើការរៀបជូនសូមឲ្យបងប្អូនសូមឲ្យបងប្អូនម្ចាស់ស្រុកម្ចាស់ស្រុកនឹងមានការចូលរួមឲ្យបានខ្ពស់បំផុតបាទសូមអរគុណ